បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនឹងមកប្រាប់អំពីរបៀបលុបសម្រាមចេញពី Facebook របស់ពុកម៉ែបងប្អូនដែលបញ្ហាទាំងនេះបណ្ដាលឲ្យ Facebook របស់ពុកម៉ែបងប្អូន slow យឺតដើរតាក់បាទអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះពុកម៉ែបងប្អូនចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាបាទសូមអញ្ជើញបាទមុនដំបូងពុកម៉ែបងប្អូនចុចលើពាក្យ Facebook បាទពាក្យ Facebook បាទបន្តមកទៀតបងប្អូនមើលត្រេ3ដែលនៅខាងស្ដាំដៃបាទត្រេ3ខាងស្ដាំដៃបងប្អូនចុចឡើងត្រេ3នេះមកខ្ញុំគូវងក្រហមនេះបាទបន្តមកទៀតបងប្អូន scroll ចុះក្រោមមករកពាក្យ setting and privacy បាទនេះបងប្អូនពាក្យ setting and privacy ដែលខ្ញុំគូនេះដែលមានរូបសញ្ញាកងចក្រនេះដោយសារខ្ញុំ Facebook របស់ខ្ញុំជាភាសាអង់គ្លេសអញ្ចឹងបងប្អូនចុចលើពាក្យ setting and privacy បាទបន្ទាប់ពីចុចលើពាក្យ setting and privacy ហើយបងប្អូនចុចយកពាក្យ setting បាទនេះបងប្អូនពាក្យ setting បាទបន្ទាប់ពីចុចពាក្យ setting ហើយបងប្អូននឹងចេញមកឃើញច្រើនណាស់បងប្អូននេះបងប្អូនរកពាក្យ scroll ចុះក្រោមមករកពាក្យ browser បាទពាក្យ browser ដែលមានរូបជ្រុងបងប្អូនណាពាក្យ browser បាទបងប្អូនចុចពាក្យ browser បន្ទាប់ពីបងប្អូនចុចពាក្យ browser ហើយវាចេញមក browsing activity បាទអញ្ចឹងពេលដែលចេញពាក្យនេះមកបងប្អូនមើលបាទនេះពាក្យ clear បងប្អូនណាបងប្អូនចុចឡើង clear នេះមកបាទបងប្អូនចុចឡើង clear នេះមកអញ្ចឹងពេលដែលបងប្អូនចុច clear ហើយវាចេញពាក្យ clear អញ្ចឹងបងប្អូនចុចពាក្យ clear នេះមួយទៀតណាបងប្អូនពណ៌ខៀវនេះបាទចុចពាក្យ clear នេះមួយទៀតមកអញ្ចឹងបានន័យថាបងប្អូនបានរួចរាល់ហើយបាទចុចពាក្យ clear មកបានន័យថា Facebook របស់បងប្អូនបាន clear សម្រាប់ចេញរួចរាល់ហើយអញ្ចឹងវាដំណើរការធម្មតាវិញហើយបាទសូមអរគុណពុកម៉ែបងប្អូនសូមជួយចុច follow page របស់ខ្ញុំបាទចុច like comment ពាក្យល្អៗដល់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលា